គ្នាដឹងទេថាវត្ថុអ្វីដែលធ្ងន់ជាងគេនៅលើផែនដីយើងនេះមនុស្សមួយចំនួនគិតទៅដល់ដែកដុំថ្មធំឬភ្នំមែនទេក៏ប៉ុន្តែចម្លើយដែលត្រឹមត្រូវនោះគឺជាវត្ថុមួយដែលអ្នកទាំងអស់គ្នាមិនអាចខ្វះបានដែលវាគឺជារូបធាតុទឹកនឹងឯងស្ដាប់ទៅវាពិតជាមិនគួរឲ្យជឿមែនទឹកមួយកែវពិតជាមិនធ្ងន់ទេបើគិតពីបរិមាណទឹកជាង 70% នៅលើផែនដីទាំងមូលហើយត្រូវបានគេយកជញ្ជីងមកថ្លឹងទឹកទាំងអស់នោះវាមានទម្ងន់រហូតដល់ 10000 លានតោនឯណោះហើយក៏គ្មានវត្ថុធាតុទោលឯណាដែលមានទម្ងន់ធ្ងន់ជាងនេះដែរសូម្បីតែផ្ទៃដីរបស់យើងអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះគឺទម្ងន់ដ៏ធ្ងន់មហិមារបស់ទឹកគឺអាចសង្កត់ទៅលើផ្ទៃផែនដីឲ្យស្រុតចុះនឹងណែនជាងនៅលើផ្ទៃដីគោកដែលយើងរស់នៅទៅទៀតនៅក្នុងបាតសមុទ្រជ្រៅខ្លាំងជាងខ្យល់អាកាសធម្មតារហូតដល់ជាង 1000 ដងដែលអាចកិនកម្ទេចរបស់គ្រប់យ៉ាងបាននៅក្នុងពេលតែមួយប្រភេទភ្នែកដូច្នេះហើយបានជាគេចាត់ទុកទឹកជាវត្ថុដែលធ្ងន់ជាងគេនិងគ្រោះថ្នាក់បំផុតដោយវាមិនមែនមានដងស៊ីទេណែនជាងដែកឬថ្មនោះទេក៏ប៉ុន្តែមកពីទំហំនិងបរិមាណដ៏ច្រើនមហិមារបស់វាដែលវាកំពុងតែគ្រប់គ្រងផែនដីទាំងមូលហើយក៏គ្មានអ្នកវិទ្យាសាស្ត្រណាដែលអាចស្រាវជ្រាវស៊ីជម្រៅពីក្នុងបាតសមុទ្រផងដែរតែអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកទេថាទឹកពិតជាមានទម្ងន់ធ្ងន់ដ៏មហិមាមែនប៉ុន្តែវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិនិងភាវៈរស់នៅលើផែនដីរបស់យើងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូ content បែបវិទ្យាសាស្ត្របែបនេះ click មិន like and share follow ម្នាក់មួយផងណា